ជំរាបសួរប្រិយមិត្តទូទាំងនិកជនទាំងអស់គ្នាជាទីមេត្រីនៅពេលនេះខ្ញុំបាទសូមនិយាយអំពីរបៀបជ្រើសរើសដៃគូជីវិតរបស់លោកលីខ្វាំងយូជាមួយនឹងភរិយារបស់គាត់ផ្ទាល់បាទសូមអញ្ជើញអ្នកស្ដាប់ដូចតទៅរបៀបជ្រើសរើសដៃគូជីវិតដំបូងមានប្រកបដោយធម៌របស់លោកលីខ្វាំងយូមានលក្ខណៈសាមញ្ញណាស់គឺបរិសុទ្ធត្រូវរៀបការជាមួយនឹងនារីម្នាក់ដែលល្អប្រសើរពូកែជាងខ្លួនការនៅជានិស្សិតនៃវិទ្យាស្ថាន Raffles លោកគឺជានិស្សិតដ៏ពូកែជួបមុខម្នាក់នៅក្នុងថ្នាក់ប៉ុន្តែវាមាននិស្សិតស្រីពូកែម្នាក់ឈ្មោះខ្វាំងកឹកឈូនាងមិនមែនយកឈ្នះលោកតែម្ដងទេគឺនាងយកឈ្នះលោកលើគ្រប់មុខវិជ្ជាដំបូងឡើយលោកមានអារម្មណ៍រសាប់រសល់តែក្រោយមកលោកបានទទួលស្គាល់ថាលោកមិនអាចរៀនឈ្នះនាងម្នាក់នេះបានឡើយចាប់ផ្ដើមពីការចង់រៀនឈ្នះនាងបានប្រែក្លាយទៅជាការគោរពចំពោះរូបនាងទៅវិញហើយការគោរពនោះក៏បានคล้ายទៅជាមិត្តភាពចាប់ផ្ដើមពីមិត្តភាពស្នេហាក៏ដុះពន្លកឡើងប៉ុន្តែវាបែរជាយុគសម័យដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្ររបស់សិង្ហបុរីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុនពីឆ្នាំ1942ដល់ឆ្នាំ1945ចំណងស្នេហាបានជួបការលំបាកយ៉ាងខ្លាំងនៅឆ្នាំ1946លោកលីខ្វាំងយូបានចាកចេញទៅប្រទេសអង់គ្លេសដើម្បីសិក្សាមុខវិជ្ជាច្បាប់នៅសាកលវិទ្យាល័យ Cambridge ហើយមុននឹងលោកចាកចេញលោកបានសូមឲ្យកញ្ញាខ្វាកឹកឈូរងចាំលោកកញ្ញាបានរំលឹកថាតើលោកដឹងទេថានាងមានអាយុច្រើនជាងលោកចំនួន2ឆ្នាំកន្លះចម្លើយរបស់លោកគឺវាមិនមាននរណាម្នាក់មានអាយុច្រើនជាងនរណាឡើយគឺគូស្នេហាទាំងពីរមានអាយុស្មើគ្នាដោយមិនចាំបាច់ត្រូវឲ្យនរណាត្រូវមើលថែនរណាឡើយនេះមានន័យថាគូស្នេហ៍ត្រូវរៀបការមិនបង្អង់ឡើយដោយហេតុនៃការជំទាស់ពីក្រុមគ្រួសារទាំងពីរក៏ដូចជាមានការអនុញ្ញាតរបស់អាជ្ញាធរនៃអាហារូបករណ៍ឲ្យនិស្សិតអាចរៀបការបានគូស្នេហ៍បានលួចរៀបការដោយសម្ងាត់ហើយការរៀបការមិនមែនមានតែមួយដងឡើយគឺចំនួន2ដងឯណោះនៅថ្ងៃទី23ខែធ្នូឆ្នាំ1947នាប្រទេសអង់គ្លេសគូស្នេហ៍បានរៀបការនៅ Stanford Upon Avon ហើយអាពាហ៍ពិពាហ៍នេះបានលាក់បាំងអស់រយៈពេលច្រើនទសវត្សរ៍ហើយគេអាចបានដឹងតែតាមរយៈការកំណត់ចងចាំរបស់លោកតែប៉ុណ្ណោះបន្ទាប់ពីត្រឡប់មកពីសិង្ហបុរីវិញក្នុងនាមជាអ្នកច្បាប់ប្រកបដោយសមត្ថភាពទាំងពីរនាក់គូស្នេហ៍បានរៀបការអាពាហ៍ពិពាហ៍ជាផ្លូវការនៅថ្ងៃទី30ខែកញ្ញាឆ្នាំ1950នៅសន្តាគារ Raffles លោកលីខ្វាំងយូបានមានប្រសាសន៍បែបលេងសើចថាខ្ញុំគិតថាវាមិនមែនជាបទល្មើសទេចំពោះការរៀបការជាមួយនារីតែម្នាក់រហូតដល់ទៅ2ដងនោះអាពាហ៍ពិពាហ៍របស់លោកទាំងពីរនាក់បានស្ថិតស្ថេររហូតដល់រយៈពេល63ឆ្នាំហើយស្នេហានេះអាចស្ថិតស្ថេរបានគឺមកពីការគោរពគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅបំផុតមិនមែនមកពីការសម្ញែងអួតអាងជាសាធារណៈនោះឡើយលោកស្រីខ្វាកឹកឈូមិនត្រឹមតែជាភរិយាលោកតែប៉ុណ្ណោះទេគឺអ្នកស្រីថែមទាំងជាដៃគូការងារដ៏ឆ្លៀសវៃជាទីប្រឹក្សាផ្នែកច្បាប់និងជាអ្នកក្រើនរំលឹកដាស់តឿនផ្នែកសីលធម៌ទៀតផងនាបណ្ដាឆ្នាំចុងក្រោយរបស់អ្នកស្រីនៃការរងនៃជំងឺ stroke ជាច្រើនលោកលីខ្វាំងយូបានបង្ហាញនៅការលះបង់យ៉ាងស្ងប់ស្ងាត់ដោយលោកត្រូវថែរក្សាភរិយាយ៉ាងជាប់លាប់និងគៀកកិតជារៀងរាល់រាត្រីលោកតែងតែអានកំណាព្យជូនភរិយារបស់លោកស្ដាប់រហូតដល់អ្នកស្រីសម្រានលក់នេះគឺជាជីវិតអាពាហ៍ពិពាហ៍មួយកសាងឡើងដោយចិត្តដូចគ្នាប្រកបដោយស្វាមីភក្តីនិងភាពមិនបោះបង់គ្នាចោលអ្វីដែលលោកអាចផ្ដល់ដំបូន្មានដល់ជានិច្ចជនគឺអ្នកត្រូវរៀបការជាមួយនឹងមនុស្សម្នាក់ដែលល្អប្រសើរពូកែជាងរូបអ្នកក្បួនមើលមនុស្សការមើលមនុស្សមិនមែនមើលតែសម្បកក្រៅឬសម្ដីផ្អែមល្ហែមនោះទេប៉ុន្តែវាជាសិល្បៈនៃការសង្កេតទៅលើទម្លាប់និងសកម្មភាពតូចតាចដែលពួកគេបញ្ចេញមកដោយមិនដឹងខ្លួនទី1មើលភាពជាប់លាប់នៃចរិតលក្ខណៈពេលវេលាផ្លូវឆ្ងាយទើបដឹងកម្លាំងសេះរស់នៅយូរទើបដឹងចិត្តមនុស្សខ្លះអាចសម្ដែងជាមនុស្សល្អបានរយៈពេលខ្លីប៉ុន្តែមិនអាចសម្ដែងបានរហូតនោះទេចូលប្រើពេលវេលាដើម្បីសង្កេតមើលភាពជាប់លាប់នៃសកម្មភាពរបស់គេប្រសិនបើគេតែងតែធ្វើរឿងល្អដដែលនោះទោះបីជាគ្មានអ្នកមើលឃើញឬគ្មានផលប្រយោជន៍អ្វីក៏ដោយនោះបញ្ជាក់ថាវាជាចរិតពីកំណើតរបស់គេពិតប្រាកដ 2. មើលរបៀបដែលគេប្រព្រឹត្តចំពោះអ្នកដែលមានឋានៈទាបជាងនេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត
ក្នុងការមើលជ្រឹកពិតប្រសិនបើបុគ្គលម្នាក់មានសម្ដីទន់ភ្លន់ជាមួយអ្នកធំឬអ្នកមានអំណាចប៉ុន្តែបែរជាប្រើសម្ដីអសុរោះក្រអើតក្រទមមើលងាយអ្នកបម្រើតាមហាងបុគ្គលិកអនាម័យឬអ្នកសុំទាននោះបញ្ជាក់ថាគេជាមនុស្សដែលចេះតែសម្ដែងនិងមិនមានគុណធម៌ក្នុងចិត្តពិតប្រាកដនោះទេមនុស្សដែលមានចិត្តថ្លៃថ្នូរពិតប្រាកដគឺផ្ដល់តម្លៃឲ្យមនុស្សគ្រប់គ្នាស្មើៗគ្នាទោះក្នុងឋានៈណាក៏ដោយទី3មើលសកម្មភាពនៅពេលដែលគេមានសម្ពាធឬខឹងសម្បារចរិតលក្ខណៈពិតរបស់មនុស្សច្រើនតែលេចចេញមកនៅពេលដែលអ្វីៗមិនសមតាមបំណងនៅពេលមានសម្ពាធការងារខ្លាំងឬនៅពេលខឹងតើគេចេះគ្រប់គ្រងអារម្មណ៍ដែរឬទេប្រសិនបើគេចាប់ផ្ដើមជេរប្រតិចរបស់សម្ភារៈឬទម្លាក់កំហុសឲ្យអ្នកដទៃភ្លាមដោយមិនពិចារណានោះបង្ហាញថាគេជាមនុស្សដែលយល់អារម្មណ៍គេជាមនុស្សដែលយកអារម្មណ៍ជាធំនិងមិនទាន់មានភាពចាស់ទុំផ្លូវចិត្តដែលពិបាកនឹងទុកចិត្តក្នុងការធ្វើកិច្ចការធំ 4. មើលការរក្សាសន្យាទោះបីជារឿងតូចតាចក៏ដោយមនុស្សដែលគួរឲ្យរាប់អានគឺជាមនុស្សដែលមានសច្ចភាពចូលពិនិត្យថាតើគេនិយាយឲ្យធ្វើបានតាមសម្ដីដែរឬទេទោះបីជាការណាត់ជួបតូចតាចឬការសន្យានឹងទេទៅវិញក៏ដោយប្រសិនបើជារឿងតូចតាចគេនៅតែធ្វើមិនបានឬចូលចិត្តនិយាយភូតភរដើម្បីតែរួចខ្លួននោះមានន័យថាគេមិនសូវផ្ដល់តម្លៃដល់អ្នកដទៃនិងជាមនុស្សដែលខ្វះការទទួលខុសត្រូវលើសម្ដីខ្លួនឯង 5. បើរបៀបដែលគេនិយាយពីអ្នកដទៃនៅក្រៅខ្នងអ្នកដែលយករឿងអ្នកដទៃមកប្រាប់អ្នកក៏អាចយករឿងរបស់អ្នកទៅប្រាប់អ្នកដទៃបានដែរប្រសិនបើបុគ្គលម្នាក់ចូលចិត្តនិយាយដើមគេក្នុងន័យវិជ្ជមានប្រសិនបើបុគ្គលម្នាក់ចូលចិត្តនិយាយដើមគេក្នុងន័យអវិជ្ជមានជន់ពន្លិចឬបរិហាគេអ្នកដទៃឲ្យអ្នកស្ដាប់ដើម្បីឲ្យខ្លួនឯងមើលទៅល្អនោះគឺជាមនុស្សដែលមិនគួរទុកចិត្តបំផុតមនុស្សដែលមានចិត្តគំនិតវិជ្ជមានច្រើនតែនិយាយអំពីគំនិតឬចំណុចល្អៗរបស់មនុស្សជុំវិញខ្លួនជាជាងការចំណាយពេលនិយាយដើមគេ 6. មើលប្រតិកម្មរបស់គេនៅពេលឃើញអ្នកដទៃបានជោគជ័យចរិតមនុស្សឲ្យមើលដឹងតាមរយៈភាពច្រណែននៅពេលដែលឃើញមិត្តភក្តិឬជុំវិញខ្លួនបានឡើងបុណ្យស័ក្តិឬមានលៀបសំណាងតើគេចូលរួមត្រេកអរដោយស្មោះឬនិយាយបែបឌឺដងនិយាយបង្អាប់ឬព្យាយាមរកចំណុចអាក្រក់មកបង្ខូចជោគជ័យនោះមនុស្សដែលមានចិត្តទូលាយនឹងចាត់ទុកជោគជ័យរបស់អ្នកដទៃជាការលើកទឹកចិត្តប៉ុន្តែមនុស្សចិត្តចង្អៀតនឹងមានអារម្មណ៍ក្តៅក្រហាយនៅពេលឃើញគេល្អជាងខ្លួន 7. មើលការរស់នៅនិងទម្លាប់ផ្ទាល់ខ្លួនភាពហ្មត់ចត់ការសង្កេតមើលរបៀបរៀបចំសម្ភារៈប្រើប្រាស់ការសង្កេតមើលរបៀបរៀបចំសម្ភារៈប្រើប្រាស់ការស្លៀកពាក់និងភាពស្អាតបាតក៏អាចប្រាប់ពីភាពហ្មត់ចត់ក្នុងចិត្តរបស់គេដែរមនុស្សដែលមានរបៀបរៀបរយច្រើនតែជាមនុស្សដែលមានការគិតច្បាស់លាស់និងមានវិន័យខ្ពស់ផ្ទុយទៅវិញមនុស្សដែលរស់នៅរប៉េះរប៉ោះមិនខ្វល់ពីភាពកខ្វក់ច្រើនតែជាមនុស្សដែលមានច្រើនតែជាមនុស្សមិនគិតមិនសូវដាច់ស្រេចឬខ្វះការយកចិត្តទុកដាក់លើព័ត៌មានលម្អិតនៃជីវិត 8. មើលរបៀបដែលគេដោះស្រាយបញ្ហាជាមួយលុយកាក់គឺជាកញ្ចក់ឆ្លុះច្រឹកដ៏ល្អបំផុតតើគេជាមនុស្សចេះចែករំលែកឬជាមនុស្សដែលអាត្មានិយមគិតតែពីចំណេញផ្ទាល់ខ្លួននៅពេលញ៉ាំអីជុំគ្នាឬធ្វើការងារដែលមានផលប្រយោជន៍រួមតើគេព្យាយាមកេងវេះមិនចេញលុយឬព្យាយាមកេងចំណេញពីអ្នកដទៃដែរឬទេនោះដែលស្មោះត្រង់និងមិនជំពាក់លុយគេដោយមិនសងឬកេងប្រវ័ញ្ចញើសឈាមអ្នកដទៃដើម្បីភាពមានបានរបស់ខ្លួនឡើយ 9. មើលការប្រើប្រាស់ខ្សែភ្នែកនិងភាសាកាយវិការនៅពេលសន្ទនាមនុស្សដែលស្មោះត្រង់ច្រើនតែមានខ្សែភ្នែកនិងសម្លងចំភ្នែកអ្នកសន្ទនាដោយភាពជឿជាក់ប្រសិនបើបុគ្គលម្នាក់ចូលចិត្តងាកមើលឆ្វេងមើលស្ដាំតែភ្នែករេចុះរេឡើងហាក់ដូចជាមានការលាក់លៀមក្នុងចិត្តនោះគេអាចនឹងកំពុងនិយាយកុហកឬមានចេតនាមិនល្អក្រៅពីនេះភាសាកាយវិការដូចជាការអោបដៃការមិនងាកមករកអ្នកដទៃសន្ទនាក៏អាចបង្ហាញពីការមិនបើកចិត្តឬការមិនគោរពផងដែរ 10. មើលរបៀបដែលគេទទួលយកការរិះគន់មនុស្សដែលរឹងរូសនិងមានអញនិយមខ្ពស់មិនចូលចិត្តឲ្យអ្នកដទៃរិះគន់ចំណុចខ្វះខាតរបស់ខ្លួនឡើយនៅពេលគេផ្ដល់មតិស្ថាបនាតើគេខឹងសម្បារងាកងឬក៏គេចេះស្ដាប់ដោយការយកចិត្តទុកដាក់និងព្យាយាមកែលម្អមនុស្សដែលនឹងអភិវឌ្ឍខ្លួនបានលឿនគឺជាមនុស្សដែលចេះដាក់ខ្លួននិងព្រមទទួលស្គាល់កំហុសដើម្បីកែប្រែឲ្យប្រសើរឡើងការមើលមនុស្សត្រូវបើកការពិចារណាការមើលមនុស្សត្រូវប្រើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមិនគួរវាយតម្លៃខ្ពស់ត្រឹមតែចំណុចណាមួយនោះទេព្រោះមនុស្សម្នាក់ៗសុទ្ធតែមានកលៈទេសៈរៀងៗខ្លួនសូមអរគុណបងប្អូនណានេះគ្រាន់តែជាគំនិតមួយនិយាយអំពីប្រវត្តិស្នេហារបស់លោកលីខ្វាំងយូនិងភរិយាជាទីស្រឡាញ់របស់លោក
បងប្អូនដែលបានទស្សនាសូមជួយ follow share ជួយ subscribe ជួយ comment សូមអរគុណ